4មេរៀនក្នុងការគ្រប់គ្រងពេលវេលាពីសៀវភៅ Eat That Frog ដោយ Brian Tracy 1. ដោះស្រាយកិច្ចការសំខាន់បំផុតមុនគេចាប់ផ្ដើមថ្ងៃរបស់អ្នកដោយផ្ដោតទៅលើកិច្ចការធំបំផុតនិងពិបាកបំផុតរបស់អ្នក Your Frog នេះធានាថាអ្នកមានការរីកចម្រើនលើអ្វីដែលសំខាន់បំផុត 2. កំណត់អាទិភាពច្បាស់លាស់កំណត់កិច្ចការសំខាន់បំផុតរបស់អ្នកដោយកំណត់អាទិភាពវាដោយផ្អែកទៅលើផលប៉ះពាល់រយៈពេលវែងរបស់វាទៅលើគោលដៅរបស់អ្នក 3. 80/20 គោលការណ៍ Pareto ផ្ដោតលើ 20% នៃសកម្មភាពដែលផ្ដល់និង 80% នៃលទ្ធផលរបស់អ្នកកាត់ចិនឬផ្ទេរកិច្ចការអាទិភាពទាបដែលមិនមានតម្លៃបន្ថែម 4. រៀបចំផែនការប្រចាំថ្ងៃរបស់អ្នកជាមុនរាល់ល្ងាចសូមបង្កើតបញ្ជីការងារសម្រាប់ថ្ងៃបន្ទាប់នេះរៀបចំអ្នកឲ្យចាប់ផ្ដើមដំណើរការនៅពេលព្រឹក 5. បំបែកកិច្ចការជាជំហានតូចៗកិច្ចការធំៗដែលលើសលប់អាចបំបែកជាជំហានតូចៗដែលអាចគ្រប់គ្រងបានដែលធ្វើវាឲ្យកាន់តែងាយស្រួលក្នុងការចាប់ផ្ដើមនិងបញ្ចប់វា 6. ប្រើវិធីសាស្ត្ររៀបតាមលំដាប់ ABC កំណត់អាទិភាពដល់កិច្ចការរបស់អ្នកដោយ A សម្រាប់កិច្ចការដែលត្រូវធ្វើ B សម្រាប់កិច្ចការសំខាន់ C សម្រាប់កិច្ចការដែលល្អប្រសើរបើសិនជាធ្វើវា D សម្រាប់កិច្ចការដែលត្រូវផ្ទេរនិង E សម្រាប់កិច្ចការដែលត្រូវលុបបំបាត់ 7. ដល់លើការធ្វើកិច្ចការតែមួយការធ្វើកិច្ចការច្រើនក្នុងពេលតែមួយកាត់បន្ថយផលិតភាពនិងបង្កើនកំហុសដល់លើការបញ្ចប់កិច្ចការមួយក្នុងពេលតែមួយសម្រាប់លទ្ធផលកាន់តែប្រសើរ 8. អនុវត្តច្បាប់នៃប្រសិទ្ធភាពបង្ខំធ្វើការជាមួយពេលវេលាដែលអ្នកមានមិនមែនពេលវេលាដែលអ្នកចង់មាននោះទេការកំណត់ពេលវេលាកំណត់បង្ខំឲ្យអ្នកមានប្រសិទ្ធភាពនិងជៀសវាងការពន្យាពេល 9. បង្កើតអារម្មណ៍បន្ទាន់ចូលទៅចិត្តកិច្ចការរបស់អ្នកដោយមានអារម្មណ៍បន្ទាន់និងសារៈសំខាន់នេះជួយអ្នកឲ្យផ្ដោតអារម្មណ៍និងមានផលិតភាព 10. បង្កើតទម្លាប់និងទម្លាប់ទៀងទាត់ដើម្បីសម្រួលថ្ងៃរបស់អ្នកនិងកាត់បន្ថយការនឿយហត់ក្នុងការសម្រេចចិត្តភាពជាប់លាប់គឺជាគន្លឹះក្នុងការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព 11. ជៀសវាងការពន្យាពេលអ្នកពន្យាពេលកិច្ចការកាន់តែពិបាកចាត់វិធានការភ្លាមជាវាជាជំហានតូចមួយក៏ដោយបានដើម្បីបង្កើនសន្ទុះការងាររបស់អ្នក 12. ប្រើបច្ចេកទេស Salamis ដោះស្រាយគម្រោងធំដោយបញ្ចប់មួយចំណិតឬមួយជំហានក្នុងពេលតែមួយជំនួសឲ្យការព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយ 13. ផ្ទេរនៅពេលវេលាដែលអាចធ្វើទៅបានដល់លើកិច្ចការដែលអ្នកអាចធ្វើបានតែប៉ុណ្ណោះហើយផ្ទេរកិច្ចការដែលមិនសូវសំខាន់ដើម្បីទុកពេលវេលាសម្រាប់សកម្មភាពសំខាន់បន្ថែមទៀត 14. បន្តរៀននិងការលម្អការគ្រប់គ្រងពេលវេលាគឺជាជំនាញដែលប្រសើរឡើងជាមួយនឹងការអនុវត្តការលម្អវិធីសាស្ត្ររបស់អ្នកជាប្រចាំនិងរកមើលវិធីសាស្ត្រដើម្បីបង្កើនផលិតភាពរបស់អ្នក